សួស្តីកូនទាំងអស់គ្នា សូមស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសថ្ងៃនេះយើងនឹងរៀនអក្សរថ្មីមួយទៀតអក្សរ B នេះគឺអក្សរ B អក្សរធំអក្សរតូចកូននិយាយតាមគ្រូ B B B ល្អណាស់ឥឡូវយើងរៀនពាក្យ5ដែលចាប់ផ្ដើមដោយអក្សរ B 1 ball 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 B for ball 2 banana 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 B for banana 3 bird 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 B for bird 4 book 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 B for book 5 bus 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 B for bus តោះឥឡូវយើងរៀនបង្កើតប្រយោគវិញម្ដង ball 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 This is a ball នេះគឺជាបាល់ banana banana ចេក I like bananas ខ្ញុំចូលចិត្តចេក bird bird បក្សី The bird can fly បក្សីអាចអោហាបាន book book សៀវភៅ I read a book ខ្ញុំអានសៀវភៅ bus bus ឡានក្រុង The bus is big ឡានក្រុងគឺធំ Repeat after me B for ball This is a ball B for banana I like bananas B for bird The bird can fly B for book I read a book B for bus The bus is big សូមអរគុណចំពោះការទស្សនាវីដេអូនេះសូមជួយ like share comment follow និង subscribe ដើម្បីទទួលបានមេរៀនភាសាអង់គ្លេសថ្មីៗរៀងរាល់ថ្ងៃអរគុណ